Bạnសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះផងដែរគឺខ្ញុំមកបង្រៀនឬក៏ប្រាប់ពីមុខងារសំខាន់ឬក៏របៀបសេរីធុងបាសសម្រាប់ការច្រៀងឲ្យត្រូវនឹងតាមបទចម្រៀងដែលយើងច្រៀងទៅប្រភេទស្រែកប្រភេទអីគឺយើងមកដឹងពីមុខងាររបស់វាដើម្បីយើងសេរីខ្លួនឯងបងប្អូនអញ្ចឹងនេះជាប្រភេទបាសធុងបាសវ៉ាលីអញ្ចឹងប្រភេទធុងបាសវ៉ាលីគឺវាអាចនឹងរៀងសាំញ៉ាំសេរីជាងពួកប្រភេទ Jebel បន្តិចអញ្ចឹងជាដំបូងបងប្អូនមកដឹងពីមុខងារវាខ្លះៗអញ្ចឹងលើផ្ទាំង ampli នេះគឺវាមាន volume សម្រាប់ការសេរីអញ្ចឹងយើងមកដឹងពី volume មួយអញ្ចឹង volume នេះ guitar គឺយើងអត់ប្រើទេសម្រាប់យើងដាក់ guitar ខាងក្រៅទេហើយ volume ទី2នេះគឺជា volume microphone ហើយ volume នេះជា volume យើងដំឡើងសំឡេងតិចខ្លាំងបងប្អូនវាដាក់ mic volume នេះហើយទី3នេះជា volume echo ហើយអាមុខងារ echo នេះជាមុខងារសម្រាប់ការច្រៀងឲ្យយើងជំនួយដែលយើងពេលច្រៀងទៅវារៀងធូរជាងមុនអីចឹងបងប្អូនហើយមុខងារ delay នេះគឺសម្រាប់អាឡូដូចគ្នាអញ្ចឹងពីរនេះវាអាចខ្វះគ្នាបានទេអានេះវាសម្រាប់អាឡូលក្ខណៈអាឡូទៅក្រោយ delay នេះវាអាឡូទៅក្រោយកាលណាដែលសិនជាបទដែលស្រែកខ្លាំងយើងទៅឡើងវាបន្តិចមកដើម្បីយើងច្រៀងទៅរឿងធូរអញ្ចឹងណាហើយសម្រាប់ទី5នេះវាដាក់ mic bass អញ្ចឹងវាជាសលេងសម្រាប់ microphone ដែរពេលយើងទៅឡើងវាទៅសំឡេងយើងរឿងធ្ងន់ជាងមុនអីចឹងដែរហើយទី6នេះជា volume treble នេះវាសលេងស្រួយបងប្អូនសលេងយើងទៅឡើងទៅលើអេកុយអីចឹងណាហើយខាងនេះវាដាក់ bass អញ្ចឹងសលេងធ្ងន់អានេះយើងសម្រាប់ចាក់ស្ដាប់សលេង bass បុកធ្ងន់អីយើងសេរីលើ bass នេះហើយ treble យើងបើកទៅលើអេកុយដែរអញ្ចឹង3នេះសម្រាប់យើងចាក់ស្ដាប់ធម្មតាទេអញ្ចឹងខាងនេះគឺសម្រាប់ microphone អញ្ចឹងបងប្អូនចែកដាច់ទាំងអស់គ្នាហើយ volume ធំនេះជា volume master ដើម្បីសលេងឲ្យបើកខ្លាំងតិចខ្លាំងអីគឺ volume master ហើយមុខងារនេះជាមុខងារយើងសម្រាប់យើងអស់ថ្មយើងអាចប្រើអង្គុយខាងក្រៅចាប់បោកដកវាត្រូវមកហើយសម្រាប់ audio នេះវាមាន audio input audio output in សម្រាប់ចូលហើយ output នេះសម្រាប់យើងចេញទៅប្រភេទធុងបាសផ្សេងបាទអញ្ចឹងយើងចែកដាច់ណាបងប្អូនហើយសម្រាប់បេតុងទាំងអស់នេះវាដូចជាមិនសំខាន់អីប៉ុន្មានទេហើយនេះជាមុខងារ funny អីទេហើយភាគច្រើនបងប្អូនឆ្ងល់នេះ TWS វាshare សំឡេងទៅធុងបាសមួយទៀតពេលយើងមាន model នេះដូចគ្នាហើយគេដាក់ vocal cut នេះអានេះកាត់សំឡេងច្រៀងយើងកាត់សំឡេងបទចម្រៀងដែលមានច្រៀងយើងអាចកាត់មកជាភ្លេងសុទ្ធបានហើយបេតុងកន្លែងកងតាក់បិទបើកនេះវាមានតែ AC មាន off មាន battery អញ្ចឹងបើសិនជាយើងកាច់ទៅលើទាំងអស់វាយើងប្រើអគុយធម្មតាបើយើងកាច់មកកណ្ដាលយើងបិទកាច់មកក្រោមយើងដោតខ្សែ AC នេះប្រើភ្លើងសុទ្ធ direct មកអញ្ចឹងមុខងារទាំងអស់នេះបងប្អូនគួរតែដឹងដើម្បីយើងសេរីធុងបាសទៅច្រៀងបរោះហើយពួកអាធំនេះក៏វាមិនខុសគ្នាដែរសេរីដូចតែគ្នាទេប៉ុន្តែធុងបាសដែលចេញមកក្រោយគឺវាមានមុខងារ reverb អញ្ចឹងអានេះវាចេញយូរដែរវាអត់មានអានេះវាចេញយូរដែរវាអត់ទាន់មានទេបើពួកនេះវាមាន reverb បងប្អូន reverb នេះដូចជាសំឡេងក្នុង studio អញ្ចឹងវាជំនួយបានច្រើនជាង echo បើសិនជាឲ្យខ្ញុំជ្រើសរើសយក echo និង reverb ខ្ញុំប្រកាសជាយកសលេង reverb ល្អជាងវាច្រៀងទៅវាបានប្រូសជាងអញ្
ចឹងមុខងារអីធុងបាសអីបងប្អូនអាចសេរីតាមខ្ញុំបានឲ្យតែដឹងពីមុខងារវាគឺយើងសេរីត្រូវគ្រប់ធុងបាសហ្នឹង